រំពេលដែលឲ្យខាង admin ធ្វើការរៀបចំទៅលើ professional mode ឬក៏ account ផ្ទាល់ Facebook ផ្ទាល់ខ្លួនដើម្បីរកលុយតាម online អញ្ចឹងបងប្អូនបារម្ភខ្លាចគាត់ចូលទៅមើលឆាតដែលវាតាក់ទងទៅលើឯកជនភាពរបស់យើងអញ្ចឹងនេះគឺជាដំណោះស្រាយគឺសម្រាប់ការ lock ទៅលើ encrypt ទៅលើ messenger ឆាតហ្នឹងបានដោយបងប្អូនគាត់តែ lock ទៅលើ messenger ហ្នឹងអញ្ចឹងសម្រាប់ការ lock ទៅលើ model ទូរស័ព្ទណាមួយទៀតតើតែត្រូវការ password 6ខ្ទង់នោះបានអាចចូលទៅមើលឆាតចាស់បាននេះគឺជារបៀបដើម្បីធ្វើការ lock ហើយជំហានដំបូងយើងត្រូវចូលទៅ Messenger យើងសិនហើយយើងមើលក្រោមមានពាក្យមួយញើបន្ទាត់3បន្ទាត់3កែងខាងក្រោមហ្នឹងចឹងយើងចុចលើវាមកហើយយើងនឹងឃើញពាក្យថា setting នេះយើងចូលទៅពាក្យ setting ហ្នឹងទៅក្រោមឈ្មោះ account របស់យើងហ្នឹងបន្ទាប់ពីចុចលើហ្នឹងហើយយើងមើលពាក្យ privacy and safety បើយើងរាប់ពីលើក្រោមជួរទី4ចឹងយើងចុចលើវាហើយយើងមើលក្រោមទៀតមានពាក្យថា encrypted អញ្ចឹង encrypt ហ្នឹងគឺយើងចូល encrypt ហើយយើង turn on វាមកពេលដែលយើង turn on វាយើង turn on storage ទៅហើយ create pen អញ្ចឹង create 6ខ្ទង់ដែលសម្រាប់ចូលមើលទៅលើការ lock ទៅលើ device ថ្មីគឺវាត្រូវការប្រើលេខហ្នឹងណាអញ្ចឹងដូចបើសិនជាបងប្អូនដែលមាន professional mode បងប្អូនចង់ឲ្យខាង admin រៀបចំបងប្អូន lock អាហ្នឹងទៅ admin អាចមើលឆាតរបស់បងប្អូនបានទេអាហ្នឹងជាជំរើសល្អមួយឬគឺជាអ្វីមួយដ៏ល្អសម្រាប់បងប្អូនដែលមានគំនិតចង់រកលុយតាម online បងប្អូនគួរ lock អាហ្នឹងអញ្ចឹងយើងធ្វើការបង្កើតលេខសម្ងាត់មកអានេះខ្ញុំចេះតែវាយទៅទេអញ្ចឹងបងប្អូនដាក់ទៅតាមលេខដែលបងប្អូនត្រូវការមកណាហើយលេខសម្ងាត់ខ្ញុំគិតថាចង់ដាក់នេះហើយដាក់នោះហើយខ្ញុំបង្កើតមកដើម្បីងាយស្រួលអញ្ចឹងកាត់សាមីហ្មងដាក់ពី1ដល់6អានេះខ្ញុំគិតថាដាក់លេខចេះតែខ្លាចខ្ញុំភ្លេចអញ្ចឹងទៅណាគាត់ថាធ្វើឧទាហរណ៍ខ្ញុំត្រឡប់ក្រោយវិញអញ្ចឹងខ្ញុំបង្កើតលេខដែលស្រួលស្ដាប់អញ្ចឹងបងប្អូនអាចប្រើលេខប៉ារបស់ខ្លួនឯងដែលខ្លួនឯងចាំទៅអញ្ចឹងខ្ញុំប្រើ1 2 3 4 5 6ជាអ្វីដែលប្រាប់ថារបៀបបង្កើតហ្នឹងយ៉ាងម៉េចណាអញ្ចឹងនេះយើង create អា pen ហ្នឹងហើយអញ្ចឹងវាត្រូវការ confirm ភាសាទៀតថាយើងច្បាស់អត់ប្រើលេខហ្នឹងអញ្ចឹងខ្ញុំប្រើលេខដដែលពី1ដល់6បណ្ដោយទៅតែបងប្អូនប្រើខុសហ្នឹងទៅណារៀងពិបាកតិចទៅកុំឲ្យស្រួលពី1ដល់6អញ្ចឹងឯងណានេះក៏ជាឧទាហរណ៍ទេអញ្ចឹងតែប៉ុណ្្នឹងគឺចប់ហើយចឹងនៅពេលដែលឲ្យ admin គាត់ចង់មើលទៅលើឆាតមួយហ្នឹងលុះត្រាតែគាត់ដឹងទៅលើ password ដែលយើង encrypt ហ្នឹងណាចឹងគាត់អាចមើលឆាតហ្នឹងបានចឹងគឺវាមានភាពសុវត្ថិភាពសម្រាប់បងប្អូនដែលប្រើ professional mode ហើយត្រូវការ set up ឲ្យ admin ធ្វើការ set up account payout ឬក៏រៀបចំ